របៀបតាំងបទចម្រៀងពេលមាននរណាម្នាក់គេខំមកយើងនឹងលើបទចម្រៀងមួយនឹងតែម្ដងឥឡូវនេះដូចបទចម្រៀង play មួយនេះឥឡូវនឹងទៅធ្វើជាមួយអ្នកគ្នាដើម្បីដាក់បទចម្រៀង play ដូចខ្ញុំបានអ្នកគ្នាត្រូវមាន app ទាំងពីរនេះ app មួយនេះហើយនឹង app TikTok អ្នកគ្នាហ្នឹងហើយនេះអាចចូលទៅកាន់ App Store ឬក៏ Play Store មកអ្នកគ្នាហ្នឹងហើយអ្នកគ្នាទៅឡើង app ហ្នឹងមកអ្នកគ្នាហ្នឹងហើយមានឈ្មោះបែបហ្នឹងអ្នកគ្នាទៅឡើងហើយអ្នកគ្នាធ្វើការបើក app មួយហ្នឹងមកដល់នេះយើងចុច continue រហូតអ្នកគ្នាហ្នឹងហើយម្ដងនេះអ្នកគ្នាចុចខាងក្រោមនេះហ្នឹងហើយយើងបាច់បង់លុយទេនេះពីខាងក្រោមនេះហើយអ្នកគ្នាធ្វើការចុចតាមខ្ញុំមកពាក្យទី1ខាងនេះហ្នឹងហើយអ្នកគ្នាចង់ឃើញសារផ្សេងៗអ្នកគ្នាជួយ allow បើអត់ចង់ឃើញទេអ្នកគ្នាអាចចុច down allow ហ្នឹងហើយឥឡូវនេះដើម្បីដាក់បទចម្រៀងដែលយើងចូលចិត្តបានអ្នកគ្នាដើររកចម្រៀងមួយហ្នឹងមកឬក៏ play មួយហ្នឹងមកអ្នកគ្នាចង់រកលឿនអ្នកគ្នាអាចទៅរកនៅក្នុង app TikTok ឬក៏ app ផ្សេងៗឬក៏ YouTube Facebook អ្នកគ្នាបើអ្នកគ្នាចង់លឿនអ្នកគ្នាទៅរកនៅក្នុង app TikTok មកអ្នកគ្នាហ្នឹងហើយគ្នាចូលមក line កៅយិតអ្នកគ្នាដើររកចម្រៀងដែលអ្នកគ្នាចូលចិត្តមកឬក៏ research ឈ្មោះដែលចម្រៀងអ្នកគ្នាចូលចិត្តដូចខ្ញុំចូលចិត្ត play remix ចឹងអ្នកគ្នាអ្នកគ្នារកមួយមកអ្នកគ្នាដោយឥឡូវខ្ញុំរកឃើញមួយអ្នកគ្នានៅ like នេះម្ដងនោះទៀតអ្នកគ្នាមករកសញ្ញាព្រួយបាញ់ទៅខាងស្ដាំដៃនេះយើងចុចលើហ្នឹងមកហើយម្ដងនេះទៀតអ្នកគ្នាធ្វើការរើស like នេះអ្នកគ្នានឹង like download like នេះសញ្ញាព្រួយហ្នឹងចុចមកហើយអ្នកគ្នាចាំមក plate មកហ្នឹងហើយឥឡូវនេះអ្នកគ្នាបានចម្រៀងហ្នឹងហើយអ្នកគ្នាចេញទៅក្រៅវិញមកអ្នកគ្នាហ្នឹងហើយឥឡូវនេះយើងចូលទៅកាន់ app មួយហ្នឹងវិញមកហើយខ្ញុំរៀងតឹងចំហតិចអ្នកគ្នាហើយម្ដងនោះទៀតអ្នកគ្នាចុចសញ្ញាបូកនឹង like នេះហ្នឹងហើយម្ដងនេះអ្នកគ្នាចុច like ពាក្យនេះមកអ្នកគ្នានេះ photo ហ្នឹងចុចមកម្ដងនេះទៀតអ្នកគ្នារើសចម្រៀងដែលអ្នកគ្នាចូលចិត្តមកអ្នកគ្នាហ្នឹងហើយដូចខ្ញុំចង់ដាក់ចម្រៀងរបស់ខ្ញុំមួយនេះហ្នឹងហើយម្ដងហ្នឹងអ្នកគ្នាធ្វើការសេរីមកអ្នកគ្នាចង់បានមួយណាហ្នឹងហើយចង់បានត្រឹមណាអ្នកគ្នាសេរីត្រឹមហ្នឹងមកដូចខ្ញុំចង់បានត្រឹមនេះហ្នឹងហើយខ្ញុំមានសំឡេងផ្សេងមួយទៀតអ្នកគ្នាហ្នឹងហើយអ្នកគ្នាអាចដាក់លើឈ្មោះចម្រៀងមួយហ្នឹងបានអ្នកគ្នាចុចលើហ្នឹងមកហ្នឹងហើយដាក់ឈ្មោះចម្រៀងយើងមកស្រួលចំណាំញ៉ាអ្នកគ្នាហ្នឹងហើយឥឡូវហ្នឹងអ្នកគ្នាចុចនៅកន្លែងនេះអ្នកគ្នាហ្នឹងហើយចុចដានឥឡូវហ្នឹងអ្នកគ្នាចុចលើកណ្ដឹងកន្លែងនេះមកម្ដងនេះទៀតអ្នកគ្នាចុចកណ្ដឹងលើហ្នឹងម្ដងទៀតមកអ្នកគ្នាហ្នឹងហើយយើងខ្វែងវីដេអូហ្នឹងចោលមកហើយឥឡូវនេះអ្នកទាំងគ្នាបានចម្រៀងឬក៏ play អ្នកគ្នាចូលចិត្តហើយនៅខាងលើនេះអ្នកគ្នាហ្នឹងហើយវីដេអូចែកម្លែកខ្ញុំក៏មានតែប៉ុណ្្នឹងផងដែរអ្នកគ្នាហ្នឹងហើយអូខេបាយបាយពុកម៉ែបងប្អូនអ្នកគ្នាហ្នឹងហើយអ្នកគ្នាក៏ភ្លេចជួយចុច subscribe បើសញ្ញាកណ្ដឹងខ្ញុំអ្នកមួយផងដើម្បីបានវីដេអូជាអ្នកហ្នឹងហើយថ្មីទៀតអ្នកគ្នាហ្នឹងហើយបាយបាយ